Hello សួស្តីអ្នកគ្នាជួបគ្នាម្ដងទៀតមកកាន់ការសិក្សារឿង novel ឥឡូវយកភាគតតែម្ដងទៅសួរលីងគូភ្ញាក់ផ្អើលហើយសួរថាប្រចានេះគឺជាបច្ចេកទេសអ្វីចូលយីញញឹមហើយនិយាយថាមើលទៅអ្នកនឹងដឹងហើយគាត់ក៏បានបញ្ចេញពន្លឺមួយហើយបាញ់សម្ដៅទៅកាន់ភ្នែកសួរលីងគូនៅពេលនេះព័ត៌មានជាច្រើនបានលេចឡើងនៅក្នុងក្បាលរបស់សួរលីងគូហើយមានអារម្មណ៍ថាខ្លួនឯងត្រឡប់ទៅពេលដែលគាត់នៅកម្រិតទី3វិញនៅពេលនេះចៅយីមើលទៅដូចជាអស់កម្លាំងណាស់ការប្រកូលមរតកខ្លួនទៅកាន់អ្នកផ្សេងធ្វើឲ្យគាត់រងរបួសបន្តិចតែគាត់មិនខ្វល់ទេដោយដែលវ៉ាងលិនចូលមកសង្គ្រោះគាត់ហើយមិនខ្វល់ពីរបួសរបស់គាត់ធ្វើបែបនេះក៏ដូចជាជួយសង្គ្រោះវ៉ាងលិនដែរហើយគាត់បាននិយាយទៅកាន់វ៉ាងលិនថាវ៉ាងលិនវិញ្ញាណដើររបស់អ្នកកើតមកមានចរិតចង់បះបោរដូច្នេះអ្នកគួរប្រយ័ត្ននៅពេលប្រើវាថ្ងៃអនាគតប៉ុន្តែអ្នកកុំអារម្មណ៍ពីវាខ្លាំងពេកខ្ញុំបានបន្សល់ទុកនៅវត្ថុលាក់បាំងមួយនៅក្នុងមរតកហើយបើសិនបើគាត់ព្យាយាមក្បត់អ្នកគាត់នឹងទទួលរងនៅការវាយប្រហារពីមរតកនេះឃើញចៅយីនៅពេលដែលវ៉ាលិនឃើញចៅយីអស់កម្លាំងបែបនេះគាត់ក៏ដកដង្ហើមធំគាត់មិនបាននិយាយអ្វីទៅកាន់ចៅយីទេហើយបាននិយាយថាអរគុណរៀមច្បងវ៉ាលិនក៏រົບចៅយីណាស់ព្រោះគាត់បានជួយវ៉ាងលិនជាច្រើនចៅយីក៏រួយក្បាលហើយនិយាយថាដរាបណាធីងអាចភ្ញាក់ដឹងខ្លួនមរតកនេះគ្មានអ្វីសម្រាប់ខ្ញុំទេវ៉ាលិនខ្ញុំសុំរឿងមួយពីអ្នកជួយរកឪពុកធីងឲ្យខ្ញុំវ៉ាលិនគិតបន្តិចហើយងក់ក្បាលចៅយីក៏បានចាប់ដាវដែលមានស៊ូលីងគូនៅទីនោះហើយបានគោះវាបន្តិចឲ្យអ៊ូស្មានចម្លែកបានចេញមកខៃរលាកបាត់មុខរបរចៅយីក៏ប្រែជាស្លេកវ៉ាលិនមិននឹកស្មានថាចៅយីធ្វើបែបនេះទេចៅយីនិយាយថាចាប់ពីពេលនេះតទៅដាវ Celestial ភ្លៀងមានតែ3ទេរីឯដាវនេះពេលនេះជារបស់អ្នកហើយមិនថាវាជាវិញ្ញាណដាវមុនខ្ញុំឬវិញ្ញាណដាវក្រោយខ្ញុំទេយើងគ្មានសិទ្ធិគ្រប់គ្រងវាឡើយបន្ទាប់ពីនិយាយចប់ក៏ប្រកល់ដាវទៅឲ្យវ៉ាងលិនវិញវ៉ាងលិនចាប់ដាវហើយក៏ដឹងគុណនេះគឺជាអំណោយយ៉ាងធំសម្រាប់គាត់ប្រសិនបើមាននរណាម្នាក់លួចដាវពីគាត់ក៏ដោយបើដាវបានជួបជ័យវិញវានឹងត្រូវគ្រប់គ្រងដោយគាត់តែម្ដងការគោះមុននេះបានដោះវិញ្ញាណដាវចេញពីវិញ្ញាណទេភាពពីការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងវាមិនថាស្ត្រីពាក់អាវពណ៌សដែលជាធីងនោះក៏ដោយក៏មិនអាចគ្រប់គ្រងវាបានដែរដោយសារតែវាជាការសម្រេចចិត្តរបស់វិញ្ញាណដាវចំនួននេះជ័យយីបន្ថែមពីនេះគាត់ក៏បានផ្ដល់ឲ្យស៊ូលីងគូយល់ពីចេតនាដាវបុរាណផងដែរគាត់បានណែនាំសម្រាប់ស៊ូលីងគូខ្លះជាវិញ្ញាណដាវកម្ពុជាអាគោះមុនហ្នឹងមានន័យថាជ័យយីបានដោះលែងវិញ្ញាណទេពដែលគ្រប់គ្រងដាវនឹងចេញមិនថាម្ចាស់មុនវាក៏មិនអាចគ្រប់គ្រងវាបានដែរមានន័យថានេះវាឯករាជ្យហើយវាខ្លាចជារបស់វ៉ាងលិនពេញសិទ្ធហើយនឹងខ្ញុំសុំ5តិចណាគ្នាជ័យយីនេះគឺជាវិញ្ញាណដាវ Celestial បុរាណអញ្ចឹងហើយអញ្ចឹងមានន័យថាវាក៏ជាវិញ្ញាណដាវបច្ចុប្បន្ននៅវាប្រៀបដូចជាឯករាជ្យអញ្ចឹងណាព្រោះអីវាគឺជាវិញ្ញាណដាវកម្ពុជាហើយអ្នកគ្នាអំណោយដល់អស្ចារ្យទាំងពីរនេះស្មើនឹងការផ្ដល់ឱកាសធំដល់វ៉ាងលិនឱកាសដើម្បីទទួលបានដល់ Celestial មិនត្រូវបានបំផ្លាញសូម្បីតែបន្តពីការចាប់បដិសន្ធិឡើងវិញរាប់មិនអស់ដូចជាស្ត្រីពាក់អាវសចាប់ពីពេលនេះតទៅដាវ Celestial នេះនឹងក្លាយជារបស់វ៉ាងលិនជារៀងរហូតវាសូម្បីតែស៊ូលីងគូនឹងគ្រាន់តែជាវិញ្ញាណដាវចំនួនទី1សម្រាប់ដាវនេះប៉ុណ្ណោះនៅក្នុងអាណាចក្រ Celestial មានតែអ្នកដែលទទួលបានឋានៈនៃព្រះអង្គម្ចាស់ Celestial ប៉ុណ្ណោះដែលអាចមានឱកាសនេះចៅយីដកដង្ហើមធំបន្តមករាងកាយរបស់គាត់ប្រែទៅជាព្រើហើយគាត់បានចូលទៅក្នុងដាវ Celestial មុនហ្នឹងខ្ញុំច្រឡំអ្នកគ្នាបើនរណាគេបានជួបវ៉ាងលិនទោះបីណាគេលួចដាវនឹងពីវ៉ាងលិនក៏ដោយនៅពេលដែលបានជួបវ៉ាងលិនវិញវានឹងត្រូវបានវ៉ាងលិនគ្រប់គ្រងដាវនឹងវិញចឹងណាខ្ញុំច្រឡំថាចៅយីខ្ញុំអាចមានអារម្មណ៍អំពីព្រលឹងដាវរបស់ដាវ Celestial ភ្លៀងចំនួនចុងក្រោយនៃបាតក្នុងជម្រៅនៃចំណូលនេះគឺជាអំណោយទី3របស់ខ្ញុំសម្រាប់អ្នកតោះយើងទៅដាវ Celestial ជើយីបានហោះទៅវ៉ាលិនក៏បានដាក់ស្លីងចូលទៅក្នុងកថង់ទុករបស់គាត់ហើយត្រឡប់ទៅតាមជើយីឥទ្ធិពលនៃវិញ្ញាណដាវ Celestial ភ្លៀងចំនួនចុងក្រោយវាអាចជាកំណប់ទ្របដែរឬទេបេះដូងរបស់វ៉ាងលិនញ័រជើយីនៅពីមុខហើយដោយសារតែធម្មពលដាវរបស់គាត់កំពុងតែសម្រុកទៅមុខឧបសគ្គទាំងអស់ត្រូវបានជំរះចេញពួកគេបានមកដល់ដោយផ្ទាល់នៅបាតជម្រៅនៃចម្រោនេះកន្លែងនេះគឺជាច្រករបៀងដ៏ធំមួយដែលមានរណ្ដៅមិនចេះចប់នៅខាងក្រោមវាជ្រៅណាស់សូម្បីតែវិញ្ញាណទេភាពក៏មិនអាចទៅដល់បាតបានដែរកម្លាំងបឺតតិចចេញពីរុនយ៉ាទោះបីជាវាខ្លាំងក៏ដោយវាតែងតែនៅទីនោះដែលឈរនៅលើផ្លូវជាប់នឹងកែមរុនដីមួយចំនួនតូចត្រូវបានរមៀលពីកែមហើយត្រូវបានបូមទៅក្នុងរណ្ដៅជ្រៅនោះវ៉ាលិនដកដង្ហើមវិញហើយសម្លឹងមើលទៅរណ្ដៅដែលជ្រៅនោះជាមួយនឹងកំណត់របស់គាត់ស្ទើរតែស្មានភ្លាមថាដំណាក់កាលចំណូលដែលកើតឡើងនៅខាងក្រៅគឺបណ្ដាលមក
រណ្ដៅដែលធំនេះនៅក្នុងចិត្តកំណត់របស់វ៉ាលីនក៏ហាក់ដូចជាឃើញការផ្ទុះនៃរណ្ដៅដែលជ្រៅដែលបង្កើតកម្លាំងបឺតដែលមិនអាចនៅស្មានដល់រៀងរាល់5000ឆ្នាំម្ដងបន្ទាប់មកតាមរយៈបណ្ដាញអាចកំបាំងកម្លាំងបឺតជញ្ជក់ប៉ះពាល់នឹងពិភពលោកខាងក្រៅហើយបឺតយកវត្ថុរាប់មិនអស់ចូលទៅក្នុងរណ្ដៅនេះអាចកំបាំងនៃការបង្កើតបានធ្វើវ៉ាលីនមានអារម្មណ៍ថាខ្លួនឯងមិនសំខាន់តើអក្ខរាវិរុទ្ធប្រភេទណាដែលអាចទប់ទល់នឹងការផ្ទុះកម្លាំងបឺតនេះរៀងរាល់5000ឆ្នាំម្ដងតើអក្ខរាវិរុទ្ធប្រភេទណាដែលអាចឈានដល់ធម្មពលបែបនេះសូម្បីតែអសៀក៏មិនអាចធ្វើបែបនេះបានដែរខ្ញុំឆ្ងល់ថាតើអ្នកដែលអសៀនិយាយថាឈានជើងចូលទៅក្នុងជំហានទី3អាចថាវ៉ាលីនដកដង្ហើមធំហើយសិញ្ជឹងគិតតើរណ្ដៅនេះនាំទៅដល់ទីណាវ៉ាលីនមិនបានដឹងទេហើយក៏មិនអាចស្មានបានដែរទោះបីជាយ៉ាងណាក៏ដោយដឹងថាបើធ្លាក់ចូលនឹងមិនអាចចេញមកវិញបានទេវ៉ាលីនអត់ដឹងទេតែខ្ញុំដឹងរណ្ដៅជ្រៅនេះចម្លែកណាស់ហើយក៏មើលយូរពេកសម្លេងរបស់ជើយីបានចេញពីដាវ Celestial វ៉ាលីនដកការសម្លឹងមើលប៉ុន្តែនៅពេលដែលគាត់ធ្វើដូច្នេះគាត់ស្រាប់តែឮសម្លេងដ៏សទន់ខ្លាំងចុះទៅសម្លេងនេះចេញមកពីមិនមែនចេញមកពីរណ្ដៅនោះទេប៉ុន្តែបានមកពីថង់ផ្ទុករបស់វ៉ាងលីនហើយវាក៏មិនមែនជាសម្លេងរបស់ស៊ូយ៉ាវស៊ីស៊ូដែរភ្នែករបស់វ៉ាងលីនបានធ្លាក់ចុះភ្លាមៗហើយគាត់ក៏បានមើលទៅកាបូបដែលកាន់របស់គាត់បានបំបីអារម្មណ៍ទេភាពរបស់គាត់ដើម្បីចូលទៅក្នុងថង់ផ្ទុកនោះហើយបានរកឃើញថារមូរអាចកំបាំងដែលគាត់បានរកឃើញនៅលើភពផែនដីស៊ូសាគូបានបើកដោយស្វ័យប្រវត្តិមានពន្លឺពណ៌ស្វាយបានចេញពីរមូរបង្កើតជាស្រមោលមនុស្សស្រីតួលេខនេះគឺស្អាតខ្លាំងណាស់ដោយសារតែនាងបានបែរទៅរកវ៉ាងលីនហាក់ដូចជានាងនិយាយខ្សឹបថាចុះវ៉ាងលីនមិនសូវស្គាល់រូបស្អាតនៅក្នុងរមូរនោះទេត្រឡប់ទៅភពផែនដីស៊ូសាគូនៅពេលដែលគាត់ត្រូវបានដោះស្រាយជាមួយនឹងសត្វដែលបុព្វបុរសទី3បានដោះលែងនោះតួលេខនេះបានចេញពីក្នុងរមូរហើយបានគ្រប់គ្រងសត្វនោះភ្លាមវ៉ាលីនតែងតែឆ្ងល់អំពីរមូរនេះភ្លាមបន្ទាប់ពីកាត់បានឈានជើងចូលដំណាក់កាលកម្រិតទី7គាត់បានយករមូរនេះចេញនៅពេលដែលគាត់ស្ថិតក្នុងកុសសម្ព័ន្ធចម្រាញ់ព្រលឹងហើយរកមើលវាថាវាមានរឿងអ្វីប៉ុន្តែគាត់មិនអាចរកឃើញអ្វីឡើយទោះបីជាគាត់អាចទុកស្នាមត្រាលើរមូរក៏ដោយក៏គាត់មិនអាចគ្រប់គ្រងវាបានដែរនៅពេលនេះតួលេខក្នុងរមូរបានលេចចេញមកវ៉ាងលីនបានផ្ញើសារវិញ្ញាណទេភាពចុះទៅក្នុងរណ្ដៅដ៏ជ្រៅនេះរូបនោះបានខ្សឹបយ៉ាងស្រទន់ថាចុះទៅភ្នែករបស់វ៉ាងលីនបានភ្លឺឡើងហើយគាត់បានដកដង្ហើមបានដកអារម្មណ៍ទេភាពរបស់គាត់ចេញគាត់បានក្រឡេកមើលរណ្ដៅជ្រៅរណ្ដៅរងឹតទាំងស្រុងហើយអ្វីដែលគាត់អាចរកឃើញគឺភាពងងឹតបន្ទាប់ពីគិតបន្តិចវ៉ាងលីនបានដកខ្លួនចេញហើយដេញតាមជើយីតើអាចមានអ្វីមួយនៅក្នុងរណ្ដៅជ្រៅដែលទាក់ទងនឹងរមូរនេះទេវ៉ាលីនបានដេញតាមជើយីខណៈដែលគាត់កំពុងពិចារណាអារមូរនឹងអ្នកគ្នាមិនបាច់ភ័យទេតិចទៀតវ៉ាងលីនក្បត់ចោលហើយនិយាយទៅមិនបានប្រើសាច់កាយទេបានតែជួយវ៉ាងលីនម្ដងហ្នឹងសម្លេងរបស់ជើយីបានចេញពីខាងមុខមានកម្លាំងអាចកបាំងមួយនៅក្នុងរណ្ដៅដែលជាឥទ្ធិពលដល់ចិត្តគំនិតប្រសិនបើចិត្តរបស់មនុស្សមិនរឹងមាំគ្រប់គ្រាន់ពួកវានឹងធ្លាក់ចូលទៅក្នុងវាជើយីបានរំលឹកម្ដងទៀតថាកុំមើលវាទៀតហើយបន្តហត់ទៅមុខទៅវ៉ាងងក់ក្បាលឲ្យផ្ដោតអារម្មណ៍នៅពេលដែលគាត់បានហោះតាមជើងយីមានច្រករបៀងនោះការបូមចេញពីរណ្ដៅនោះខ្លាចជាខ្លាំងក្លាឬខ្សោយភ្លាមក្រោយពីពេលវេលាមិនដឹងច្បាស់ដាវ Celestial ជើងយីក៏បានឈប់ភ្លាមហើយវ៉ាឡេនក៏បានឈប់ដែរពួកគេនៅខាងកើតនៃច្រករបៀងរួចហើយផ្លូវមុខគេងងឹតទាំងស្រុងប្រយ័ត្នមានរឿងចម្លែកមួយនៅក្នុងរណ្ដៅនៅពេលដែលសម្លេងរបស់ជើយីចេញមកស្រាប់តែមានអាប់ពស់ស្វាយមួយចេញពីរណ្ដៅហុំព័ទ្ធជុំវិញតំបន់នោះមានសម្លេងរបស់ជើយីខ្លាចជាតំបន់ការបំផាំបន្តិចម្ដងនៅក្នុងអាប់និយាយថានៅពេលដែលវ៉ាលីននៅពេលដែលជើយីនិយាយទៅវាខ្លាចខ្សោយទៅដូចមនុស្សនេះឆ្ងាយគ្នាអញ្ចឹងណាភ្នែករបស់វ៉ាលីនប្រែជាត្រជាក់រូបរាងរបស់អាប់នេះគឺចម្លែកពេកមិនត្រឹមតែការមើលអាប់នេះប៉ុណ្ណោះទេវាក៏បានកំណត់អារម្មណ៍ទេភាពទៅជា30 feet ផងដែរមានន័យថាយើងមិនអាចមើលឃើញអីនៅក្នុងអាប់នឹងបានច្រើនទេហើយអារម្មណ៍ទេភាពយើងទោះបីជាចេញមកក៏តិចជាង30 feet ដែរមិនអាចទៅឆ្ងាយជាងនឹងបានទេកាលណាវ៉ាលីនព្យាយាមពង្រឹងអារម្មណ៍ទេភាពលើសពីនេះទៅទៀតវិញ្ញាណទេភាពនឹងបាត់ទៅវិញដូចជាត្រូវបានលេបត្របាក់ដោយអាប់សូម្បីតែចម្ងាយ30 feet ក៏ដោយអ្វីដែលគាត់អាចមើលឃើញដល់អារម្មណ៍ទេភាពរបស់គាត់គឺស្រពេចស្រពិលក្នុងពេលជាមួយគ្នានោះការបូមចេញពីរណ្ដៅហាក់ដូចជាកើនឡើងជាមួយនឹងរូបរាងនៃអាប់ទោះបីជាយ៉ាងណាក៏ដោយការបឺតនេះមិនមានឥទ្ធិពលលើខ្លួនអាប់ខ្លួនឯងទេវាចម្លែកណាស់មានពន្លឺដើរនៅក្នុងអាប់ពីមុខវ៉ាងលៀនហើយបន្ទាប់មកដើរ Celestial របស់ជើយីបានហោះចេញពីលើកវាបានធ្វើរង្វង់ជុំវិញវ៉ាងលៀនហើយជើយីបានផ្ញើសារវិញ្ញាណទេភាពមួយបំភ្លេចវាចុះវ៉ាងលៀនឡើងមកខ្ញុំនឹងនាំអ្នកទៅអាប់នេះចម្លែកបន្តិចខ្ញុំខ្លាចថាវាមានគ្រោះថ្នាក់ជាមួយនឹងកម្លាំងរបស់អ្នកវ៉ាងលៀនមិនខ្ជិះខ្ជាយពេលវេលាឡើយហើយបានឡើងទៅលើដាវ Celestial នោះការកើនឡើងនៃធម្មពលខាងញ៉ែ Celestial បានមកពីដាវចូលទៅក្នុងជើងរបស់វ៉ាងលៀនហើយបានហូរពេញរាងកាយរបស់គាត់
រក្សាធម្មពលរបស់អ្នកឲ្យស្ថិតស្ថេរផ្ដោតគំនិតរបស់អ្នកហើយកុំឲ្យធម្មពលខាងញៀន Celestial គេចផុតសម្ដីរបស់ជើយីបានមកលីឡាក្នុងចិត្តរបស់វ៉ាងលីនបានធ្វើតាមជើយីភ្លាមហើយធម្មពលខាងញៀន Celestial ក្នុងខ្លួនរបស់គាត់ញ័រភ្លាមវាបានបន្សល់ទុកនៅដានធាតុរបស់គាត់ហើយបង្កើតជាអេក្រង់ដ៏ភ្លឺស្វាងនៃធម្មពលខាងញៀនអេក្រង់នេះគឺជាពន្លឺដែលមានតែធម្មពលខាងញៀន Celestial ប៉ុណ្ណោះដែលទេវាក៏មានធម្មពលខាងញៀនដាវផងដែរអេក្រង់លាតចេញហើយអាប់ត្រូវបានរុញត្រឡប់មកវិញផ្លូវរួមក្រុមដីនៅក្នុងអាប់ត្រូវបានបង្កើតឡើងហាក់ដូចជាដៃយក្សមួយគូបានបើកផ្លូវមួយជើយីបានប្រែក្លាយទៅជាកម្មរស្មីនៃពន្លឺខណៈពេលដែលកំពុងតែនាំវ៉ាងលៀនហោះដោយផ្ទាល់កាត់អាប់ពណ៌ស្វាយនេះនៅពេលដែលដាវ Celestial បានហោះកាត់អាប់ពណ៌ស្វាយត្រូវបានរុញចេញសូម្បីតែនៅពេលដែលអាប់ពណ៌ស្វាយមិនត្រូវបានរុញចេញក៏ដោយអេក្រង់ត្រូវបានមិនត្រូវបានរុញចេញដោយអេក្រង់ក៏ដោយក៏ធម្មពលដាវដ៏ខ្លាំងក្លាបានចេញពីដាវ Celestial ធ្វើឲ្យអាប់ពណ៌ស្វាយនោះរលាយបាត់ដាវ Celestial លឿនពេកបាននេះមានអារម្មណ៍ថាខ្យល់បានបក់បោកមកមុខគាត់ដោយផ្ទាល់អាពណ៌ស្វាយហាក់ដូចជាបានប្រែក្លាយជានាគពណ៌ស្វាយដែលឆ្លងកាត់ជ្រុងនៃភ្នែករបស់គាត់ក្នុងរយៈពេល 2-3 ដង្ហើមយូរមកហើយដាវ Celestial បានវិលមួយរំពេចផ្អៀងឡើងលើហើយចាប់ផ្ដើមហោះជារង្វង់វ៉ាលិនបានជិះកង់ធម្មពលខាងញៀន Celestial ខ្លួនរបស់គាត់ដើម្បីរក្សាលំនឹងខ្លួនរបស់គាត់ដើម្បីកុំឲ្យគាត់ត្រូវបានទម្លាក់ចេញពីដាវ Celestial ពន្លឺនៃវិញ្ញាណដាវ Celestial ភ្លៀងចំនួនចុងក្រោយគឺនៅខាងមុខបាននឹងរក្សាលំនឹងខ្លួនឯងខ្ញុំនឹងហៀបដំណើរការពេញល្បឿនរបស់ខ្ញុំហើយបន្ទាប់ពីជើយីនិយាយចប់គាត់បានទុកពេលឲ្យវ៉ាលេនពី3វិនាទីដើម្បីរៀបចំខ្លួនពេលនោះដាវ Celestial ក៏បានស្ទុះទៅភ្លាមល្បឿនរបស់វាលឿនណាស់វាថែមទាំងចាប់ផ្ដើមបង្កើតជារូបភាពបន្ទាប់ទៀតផងវាដូចជាកំពុងតែបញ្ជូនតាមរយៈ teleport វ៉ាលេតបានឈរនៅពីលើដាវ Celestial ហើយមានអារម្មណ៍ថាដូចជាភ្នំ 100,000 ទៅវាឆ្លងកាត់គាត់លេងដកដង្ហើមហើយកំពុងតែក្តាប់មាត់របស់គាត់នៃធម្មពលខាងញៀន Celestial បើសិនបើវាជាការបញ្ជូន teleport វាប្រកាសវាជាការល្អហើយវ៉ាលីនមិនមានអារម្មណ៍បែបនេះទេទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជា teleport ទេប៉ុន្តែពួកវាត្រូវបានធ្វើដោយល្បឿនស្មើនឹង teleport មានថាវាលឿនអញ្ចឹងណាលក្ខណៈថា teleport យើងទៅនោះ play ទេតែល្បឿនហ្នឹងមក play ដល់នឹងដែរអញ្ចឹងល្បឿនវាខុសពី teleport ទៅស្រួលតែល្បឿននេះមិនស្រួលដាច់ហើយអស់ដូចយើងជិះតូលឿននេះអេក្រង់ Celestial បានបង្ខូចទ្រង់ទ្រាយហើយនឹងខូចទ្រង់ទ្រាយរហូតដល់ជាប់នឹងរាងកាយរបស់ Violet ដែល Celestial បានឈានដល់ល្បឿនដែលមិននឹកស្មានដល់ Violet ថែមទាំងអាចឃើញអាប់ជុំវិញខ្លួនបានប្រែទៅជាសមុទ្រអាប់នេះគឺជាការបំផន់ដែលបណ្ដាលមកពីការពិតដែលថាពួកគេហោះលឿនពេកអារម្មណ៍តែគាត់មានពេលគាត់ទៅតែចូលក្នុងពិភពលោកដាំដុះរពណ៌ឆ្នាំនោះបានលេចឡើងម្ដងទៀតនេះបានធ្វើឲ្យគាត់ស្លុតចិត្តជាខ្លាំងនេះគឺជាដាវ Celestial និងវិញ្ញាណដាវស្វ័យត្បិតតែដាវ Celestial របស់ខ្ញុំមានកម្លាំងនេះប៉ុន្តែវិញ្ញាណដាវមិនរឹងមាំគ្រប់គ្រាន់ដើម្បីប្រើប្រាស់ធម្មពលពេញលេញរបស់វានោះទេទោះបីជាស៊ូលីងគូមានចរិតបះបោរក៏ដោយអរិយនេះចូលចិត្តធ្វើបែបអ្នកទន់ខ្សោយប៉ុន្តែខ្លាចអ្នកខ្លាំងអរិយនេះមិនអាចជិះផុតពីខ្ញុំបានទេនៅពេលនេះអាពស់ស្វាយបានចាប់ផ្ដើមពុះកញ្ជ្រោលហើយចាប់ផ្ដើមរីកធំបន្ទាប់មកកម្លាំងបឺតដ៏ខ្លាំងមួយរំពេចបានចេញពីរណ្ដៅដែលគ្មានបាតនោះដែលជាអាប់បានមកពីវាកម្លាំងបឺតដ៏ខ្លាំងក៏បានចេញមកភ្លាមអាប់ដែលពីដំបូងមិនត្រូវបានប៉ះពាល់ដោយធម្មពលបឺតនេះក៏ត្រូវបានបឺតយ៉ាងលឿនចូលទៅក្នុងរណ្ដៅនេះផងដែរកម្លាំងបឺតចេញពីរណ្ដៅកាន់តែខ្លាំងឡើងធ្វើឲ្យអាប់ត្រូវបានបឺតចូលក្នុងរណ្ដៅយ៉ាងលឿនទន្ទឹមនឹងនេះគ្រួល្អមួយចំនួនបាននៅតាមជញ្ជាំងក៏ត្រូវបានបឺតចូលផងដែរនៅពេលនេះក្នុងច្រករបៀងដែលនៅឆ្ងាយមានដាវធំមួយជាប់នឹងជញ្ជាំងវាចាប់ផ្ដើមញ័រហើយចាប់ផ្ដើមរើចេញពីជញ្ជាំងបន្តិចម្ដងទីបំផុតដោយសម្លេងខ្ទស់មួយវាត្រូវបានទាញចេញពីជញ្ជាំងហើយចូលទៅផ្ទាល់ទៅកាន់រណ្ដៅដោយសារតែកម្លាំងបឺតនៅពេលនេះដាវជើយីបានហោះមកតាមវ៉ាលេនអាចស្គាល់ដាវមាសដ៏ធំដែលធ្លាប់ស្គាល់ត្រូវបានចូលទៅក្នុងរណ្ដៅជ្រៅជើយីមិនស្ទាក់ស្ទើរក្នុងការងាកបែរទៅរករណ្ដៅជ្រៅហោះឆ្ពោះទៅកាន់ដាវធំនោះទេកម្លាំងបូមខាងក្នុងនិងខាងក្រៅរណ្ដៅជ្រៅគឺខុសគ្នាខ្លាំងណាស់ពេលនេះជើយីបានហោះចូលទៅក្នុងរណ្ដៅហើយកំពុងហោះឆ្ពោះទៅរកវាយ៉ាងលឿនដោយល្បឿនដូចភ្នែកបន្ទោរបស់គាត់មួយរំពេចភ្នែក
គេអាចចាប់បានដាវធំបានលៀនបានបង្ហាញទឹកមុខយ៉ាងមើងម៉ាត់ពេលដែលកំពុងឈើលើដាវ Celestial ហើយបានចាប់ដាវធំនោះភ្លាមៗទោះបីជាយ៉ាងណាក៏ដោយកម្លាំងបឺតរបស់រណ្ដៅជ្រៅបានហ៊ុំព័ទ្ធជុំវិញដាវធំភ្លាមៗឥឡូវនេះវ៉ាលេនបានចាប់ដាវបានវាដូចគ្នាទៅនឹងការលើកកំណត់គ្រាប់ពីរណ្ដៅធំហើយប្រយុទ្ធនឹងកម្លាំងបឺតខណៈដែលគាត់បានចាប់វាស្រាប់តែមានការទាញដ៏ខ្លាំងមួយចេញមករាងកាយរបស់វ៉ាលេនបានប្រែជាមិនស្ថិតស្ថេរមួយសន្ទុះហើយគាត់ក៏ស្ទើរតែធ្លាក់ពីលើដាវ Celestial ផងដែរក្នុងគ្រាដ៏មានវិបត្តិនេះវ៉ាលេនបានដកដង្ហើមវែងៗហើយទឹកទន្លេក្រោមពិភពលោករបស់គាត់ក៏បានលេចខ្លួនចេញមកការគ្រប់គ្រងរបស់វ៉ាលេនទន្លេក្រោមពិភពលោកបានចាប់ផ្ដើមវិលជុំវិញគាត់យ៉ាងខុសខើបង្កើតបានជាខ្យល់បក់ជាមួយគាត់នៅកណ្ដាលការបឺតមកលើវ៉ាងលេនបានចុះខ្សោយហើយបន្តមកគាត់បានទាញដាវមកភ្លាមដាវធំបានឈប់ធ្លាក់ចូលទៅក្នុងរណ្ដៅហើយត្រូវបានដកចេញមកយឺតសំឡេងក្រហមបានចេញមកពីជើយីហើយសំឡេងក្រហមហាក់ដូចជាមានវិញ្ញាណដាវបានបញ្ចេញពន្លឺមួយភ្លែតហើយជើយីស្រាប់តែទាញវ៉ាងលេនឆ្ពោះទៅរកការបើករណ្ដៅវ៉ាងលេនមានអារម្មណ៍ថារាងកាយរបស់គាត់ហៀបនឹងត្រូវបានហែកចេញដាវធំនៅដៃស្ដាំរបស់គាត់ហាក់ដូចជាមានទម្ងន់គ្មានដែនកំណត់គាត់បានឈរពីលើដាវ Celestial ហើយសរសៃលើមុខរបស់គាត់បានលេចចេញមកនៅពេលដែលជើយីបានឡើងលើដាវធំក៏ត្រូវបានទាញឡើងយឺតផងដែរនៃរបស់វ៉ាលេនបានបំពេញការតាំងចិត្តនៅពេលនេះគាត់មិនត្រូវបានបោះបង់ចោលទេគាត់ខ្លាចថាដាវនេះនឹងមិនឃើញពន្លឺថ្ងៃទៀតបើគាត់បោះវាចោលខណៈដែលជើយីបានសម្រុកទៅមុខដាវធំដែលវ៉ាលេនបានកាន់ក៏ហោះចេញមកយឺតផងដែរមាសនៅលើដាវបានធ្លាក់ចេញទាំងអស់ដោយសារតែកម្លាំងបឺតខ្មៅទាំងនោះជ័យបានបញ្ចេញសម្លេងក្រហមបង្កើតអំណាចនៃធម្មពលដាវ Celestial ហើយដាវធំត្រូវបានទាញឡើងលើរាល់សហ្វីតវ៉ាលេនបានប្រើធម្មពលខញ្ញា Celestial កាន់តែច្រើននិងធ្វើឲ្យទន្លេក្រោមពិភពលោកវិលកាន់តែលឿននេះធ្វើឲ្យកម្លាំងបឺតចុះខ្សោយអត់ឈប់ឈរទីបំផុតជើយីបានប្រញាប់ប្រញាល់ចេញពីរណ្ដៅដ៏ជ្រៅនោះជាមួយនឹងវ៉ាងលេននៅពេលដែលពួកគេបានសម្រុកទៅមុខវ៉ាលេនបានបញ្ចេញសម្លេងក្រហមដាវធំត្រូវបានទាញចេញមកដល់ដៃរបស់វ៉ាលេនម្ដងទៀតមានពាក្យរាក់ៗដែលធ្លាក់មកពីលើដាវធំថាទ្រព្យសម្បត្តិខណៈដែលការទ្រព្យសម្បត្តិការចងចាំជាច្រើនពីអតីតកាលបានភ្លឺឡើងក្នុងចិត្តរបស់វ៉ាលេនគាត់បានដកដង្ហើមវែងៗហើយមុនពេលដែលគាត់មើលទៅជើយីបានទាញគាត់ចេញយ៉ាងលឿនពីច្រករបៀងនោះល្បឿនរបស់ជើយីគឺលឿនណាស់ខណៈដែលគាត់បានឆ្លងកាត់ច្រករបៀងវ៉ាលេនបានប្រាប់ជើយីពីច្រកចេញតែមួយគត់នៃចំណូលនៃជម្រៅនៃចំណូលនេះវ៉ាលេនបានកាន់ទ្រព្យសម្បត្តិនៅក្នុងដៃរបស់គាត់ហើយមើលវាដោយប្រុងប្រយ័ត្នមុននឹងដាក់នៅក្នុងថង់ផ្ទុករបស់គាត់ការកលេចមើលនោះមុនពេលនេះធ្វើឲ្យគាត់ឃើញដំរីខ្លះអំពីដាវប្រសិនបើការដាំដុះរបស់គាត់មិនគ្រប់គ្រាន់គាត់នឹងមិនអាចឃើញអ្វីនោះទេប៉ុន្តែឥឡូវនេះការដាំដុះរបស់គាត់បានឈានដល់ដំណាក់កាលកម្រិតទី7វាខុសគ្នាពីមុនទោះបីជាយ៉ាងណានៅពេលនេះមិនមែនជាពេលវេលាដើម្បីសិក្សានោះទេដូច្នេះគាត់បានដាក់វានៅក្នុងថង់ផ្ទុកហើយបានត្រៀមខ្លួនសិក្សាដោយយកចិត្តទុកដាក់បន្តពីចាក់ចេញពីជំរឿនៃចំណូលនេះដំណើរការកំសាន្តទៅកាន់ជំរឿនៃចំណូលបានបញ្ចប់ហើយជាអកុសលខ្ញុំមិនមានតម្រុយថាសញ្ញាសម្ងាត់នៅណាទេវ៉ាលេនសេចក្ដីគិតបន្តិចនៅក្នុងថង់ផ្ទុករបស់វ៉ាលេនសត្វមោះបានបើកភ្នែកហើយបង្ហាញពីការសង្ស័យជាធម្មតានៅពេលដែលនៅក្នុងថង់ផ្ទុកលើកលែងតែវាប្រើអាក្រៅរដល់ចាវាមិនគួរមានអារម្មណ៍ថាមានអ្វីមួយនៅខាងក្រៅនោះទេទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះវាមានអារម្មណ៍ថាអូរ៉ាជាច្រើនដែលផ្ដល់ឲ្យវានៅអារម្មណ៍នៃធ្លាប់ស្គាល់បន្ទាប់ពីស្ទាក់ស្ទើរបន្តិចមូសនៅតែរកមិនឃើញវាបានសម្លឹងមើលសត្វកង្កែបគោលាន់ដែលកំពុងដេកលក់ដីលើខ្នងរបស់គោលាន់ហើយបិទភ្នែកជាមួយនឹងល្បឿនរបស់ជើយីពួកគេបានខិតទៅចិត្តប្រទេសបិសាចទឹកដែលមានស្រាប់នៅក្នុងពេលជាមួយគ្នានោះពួកគេក៏បានខិតទៅចិត្តអាប់និងវងមូសដ៏ធំដែលនៅជុំវិញលបលន់នឹងក្រុមរបស់គាត់នៅក្នុងដែនដីនាមបិសាចពពកមួយកំពុងហោះមកជិតភាគខាងត្បូងពពកនេះពោពេញទៅដោយធម្មពលខាងញ៉ាំ Celestial ដូចជាអ្វីដែលបានមកពីអាណាចក្រ Celestial វាបានបញ្ចេញពន្លឺចេញមកហើយនៅពេលដែលវាហោះកាប់ផ្ទៃមេឃវាបានបញ្ចេញពណ៌ខ្មៅពេញផ្ទៃមេឃមានមនុស្សពីរនាក់ឈរនៅលើពពកដ៏អស្ចារ្យនេះបុរសម្នាក់និងស្ត្រីម្នាក់បុរសនោះស្ថិតក្នុងឥរិយាបថត្រង់ពាក់អាវពណ៌ខៀវមានពពកអាប់បាក់លើខ្លួនហើយពពកក៏បានបញ្ចេញរលកផងដែរសក់វែងរបស់គាត់ហូរមកពីក្រោយគាត់ដោយបង្ហាញទឹកមុខដ៏សង្ហាគាត់ប្រឈមមុខនឹងខ្យល់ហើយកាន់ខ្លុយត្បូងបៃតងនៅក្នុងដៃរបស់គាត់ស្របនឹងរបៀបដែលក្រណាត់របស់គាត់ហើរទៅតាមខ្យល់គាត់ប្រៀបដូចជាឋានសួគ៌
នៅពីក្រោយគាត់ស្ត្រីនោះស្លៀកពាក់រ៉ូបផ្កា lavender បាក់ផ្កាពណ៌ផ្កាឈូកតូចសក់របស់នាងពោត្រូវបានចងរលុងជាដុំសក់ផ្កា lavender នៅខាងក្នុងទោះបីជាវាមើលទៅធម្មតាក៏ដោយវាមិនបានបាត់បង់ភាពឆើតឆាយរបស់វាឡើយនាងបានតុបតែងមុខស្រាលៗហើយបបូរមាត់របស់នាងឡើងក្រហមមិនចាំបាច់ប្រើ skin care ទេ អានេះខ្ញុំបន្ថែមណាអាចនិយាយបានថាខ្លួននាងទន់រលោងហើយក្លិនក្រអូបម្ដងកាលភ្នែករបស់ស្ត្រីនោះសម្លឹងមើលបុរសនៅក្បែរនាងហើយភ្នែករបស់នាងបង្ហាញពីភាពទន់ខ្សោយវាច្បាស់ណាស់ថាអ្នកទាំងពីរនេះគឺជាគូស្នេហ៍ដាំដុះទោះបីជាអ្នកដាំដុះធម្មតាអាចជាពពកនិងអាប់ក៏ដោយពួកវាជាពពកពណ៌សធម្មតានិងអាប់ដែលធ្វើឲ្យមានចំហាយទឹកប្រភេទនៃអាការៈរត់ទាំងនេះត្រូវបានចាត់ទុកថាមានគុណភាពទាបមិនត្រឹមតែវិធីនោះមិនលឿនទេប៉ុន្តែវាមិនមែនអ្វីពិសេសនោះទេវាត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនដើម្បីធ្វើពុតជាសិលស្ទៀលដើម្បីបន្លំមនុស្សទោះបីជាយ៉ាងណាក៏ដោយគូស្នេហ៍ដាំដុះនេះគឺខុសគ្នាពពកនេះត្រូវបានចម្រាញ់ពីពពកឋានសួគ៌ទី9សម្បីតែត្រឡប់មកវិញមុនពេលដែលការដួលរលំនៃអាណាចក្រសិលស្ទៀលវាពិតជាកម្រណាស់មកសិនតែជាពពកក៏ពពកកម្រដែរថាមពលនៃពពកនេះស្ថិតក្នុងការពិតដែលវាផ្ទុកនៅគោលាន់ពីធម្មជាតិដូច្នេះហើយថាមពលរបស់វាគឺមិនអាចប៉ាន់ស្មានបានឡើយអ្នកដាំដុះចំនួនមុននឹងស្គាល់អ្នកទាំងពីរភ្លាមៗបន្ទាប់ពីបានឃើញពពកមូលហេតុគឺដោយសារតែមនុស្សនៅក្នុងអាណាចក្រតែមួយដូចជាពពកបរោះឈាមមានធាតុហួសនៅអសៀអាចជិះលើពពកដូចនោះបានគូស្នេហ៍ដាំដុះដែលបានមកពីទឹកដីវិញ្ញាណបិសាចកាលពីពេលនោះជាមួយនឹងលីងធានហួរអសៀពួកគេបានកាន់កាប់រួមក្នុងមួយហើយมันបានចាក់ចេញអស់រយៈពេលរាប់ម៉ឺនឆ្នាំមកហើយវាងវ័យហ៊ូជួនការដាំដុះរបស់មនុស្សទាំងពីរនេះអាចផ្គត់ផ្គង់នឹងអសៀនិងក្រុមរបស់លីងធានហួរបន្ថែមពីការពិតដែលថាអ្នកទាំងពីរពួកគេធ្វើការជាមួយគ្នាសូម្បីតែអសៀក៏មានការប្រុងប្រយ័ត្នចំពោះពួកគេដែរអ្វីដែលអសៀខ្លាចជាងនេះទៅទៀតគឺដើមកំណើតនៃមនុស្សទាំងពីរនេះអត្តសញ្ញាណរបស់មនុស្សទាំងពីរនាក់នេះគឺអាចកម្លាំងខ្លាំងណាស់សូម្បីតែអសៀក៏មិនអាចរកឃើញអ្វីអំពីពួកគេដែរគាត់គ្រាន់តែមិនដឹងច្បាស់ថាមនុស្សទាំងពីរនាក់នេះបានដាំដុះយូរសូម្បីយូរលើសពីគាត់ឬអត់សំណាងឲ្យដែលអ្នកទាំងពីរមានធម្មជាតិសន្តិភាពខ្លាំងហើយមិនចូលចិត្តប្រយុទ្ធដើម្បីអំណាចតារាមណាគេមិនធ្វើឲ្យពួកគេខឹងនោះគ្មានបញ្ហាអ្វីឡើយបើបរិសុទ្ធចំណាំម្នាក់នេះឃើញមនុស្សទាំងពីរនាក់នេះគាត់ច្បាស់ជាស្គាល់ពួកគេភ្លាមៗហើយខាងថ្មិញមិនរំខានអ្នកទាំងពីរនេះគឺជាមនុស្សលួចកាបូពីគាត់កាលពីពេលនោះពួកគេទាំងពីរនាក់បានជិះលើពពកខេះហោះត្រង់ទៅកាន់ប្រទេសបិសាចទឹកនៅពេលនោះពពកបានចូលទៅក្នុងប្រទេសបិសាចភ្លើងបៃលូដែលស្ថិតក្រោមអធិរាជក្រោមរាជធានីនៃប្រទេសបិសាចមេឃស្រាប់តែបើកភ្នែករបស់គាត់បានបញ្ចេញពន្លឺពណ៌មាសភ្លឺខ្លាំងប៉ុន្តែមិនយូរប៉ុន្មានក៏ពន្លឺនោះបានបាត់ទៅពួកគេពិតជាបានចាក់ចេញពីរូងភ្នំមែនវាហាក់ដូចជាខ្ញុំត្រូវបង្កើតល្បឿននៃការលេបត្របាក់ព្រលឹងបិសាចពីបុរាណផ្សេងទៀតហើយមានការភ័យខ្លាចដែលលាក់ទុកយ៉ាងល្អក្នុងភ្នែករបស់បៃលូនៅពេលដែលពពកសិលស្ទៀលហោះដោយផ្ទាល់ទៅកាន់ប្រទេសបិសាចទឹកពពកទាំងអស់នៅលើមេឃត្រូវបានបង្ខំឲ្យចេញពីផ្លូវសូម្បីតែស្ដេចបិសាចនិងទាហានក្នុងក្រុងក៏ញ័រដែរពួកគេមិនហ៊ានចេញទៅពិនិត្យតទៅសោះមិនយូរប៉ុន្មានពពកសិលស្ទៀលបានឈប់នៅច្រកចេញនៃជំរឿននៃចំណោពពកបានបាក់បន្តិចម្ដងហើយអ្នកទាំងពីរបានចុះមកភ្នែករបស់បុរសនោះពោពេញទៅដោយចំណាប់អារម្មណ៍ពេលគាត់ញញឹមដាក់ស្ត្រីនៅក្បែរគាត់គួរឲ្យចាប់អារម្មណ៍ណាស់ជួនមានការរំបន្ទឹងមួយចំនួននៅទីនេះភ្នែករបស់ស្ត្រីនោះពោពេញទៅដោយភាពរីករាយខណៈដែលនាងនិយាយដោយសំឡេងដ៏ពីរោះថាមិនមានការរំបន្ទឹងច្រើនទេដែលអាចជំរុញចំណាប់អារម្មណ៍របស់អ្នកអូខេអ្នកគ្នាឥឡូវភាពនេះសូមបញ្ចប់ប៉ុណ្្នឹងហើយខ្ញុំចង់ប្រាប់ដែរថាខ្ញុំចិត្តប្រឡងហើយខ្ញុំត្រូវមើលមេរៀនហើយបន្ទាប់ពីមើលមេរៀនហ្នឹងគឺចូលឆ្នាំដើរlênចូលឆ្នាំហើយប្រឡងចាំវាវេទនាចឹងប្រហែលយើងត្រូវជួបគ្នាបន្ទាប់ពីចូលឆ្នាំឬក៏ខ្ញុំប្រឡងហើយអូខេបាយមិនតែប៉ុណ្្នឹងបើអត់ឃើញខ្ញុំចេញរឿងអីទេមានតែចាំពេលចូលឆ្នាំឬក៏ខ្ញុំប្រឡងហើយហ្នឹងឯងអូខេខ្ញុំក៏មិនដឹងច្បាស់ដែរដោយសារតែខ្ញុំខ្ជិលបើការភាកចាំថ្ងៃគេហៅប្រឡងទៅប្រឡងយកមកអូខេបាយមានតែប៉ុណ្្នឹងឯង